រួចបានលើកឡើងរួចហើយថានៅស្រុកបារាំងក្នុងឆ្នាំ1952សាឡុតសបានសរសេរអត្ថបទមួយជាភាសាបារាំងចុះផ្សាយក្នុងទេសនាវដ្តីខេមរៈនិស្សិតនៃសមាគមនិស្សិតខ្មែរ AEK ក្រោមចំណងជើងថា Monarchie ou démocratie រាជានិយមឬប្រជាធិបតេយ្យទោះជាសរសេរខុសវេយ្យាករណ៍បារាំងជាច្រើនយ៉ាងណាក៏ដោយក៏អត្ថបទមួយនេះផ្ដើមស្ដែងឲ្យឃើញស្រេចបាត់ទៅហើយនៅបុគ្គលិកលក្ខណៈនិងគំនិតស្នូលមួយចំនួនរបស់សាឡុតសឬប៉ុលពតដែលជាអនាគតមេដឹកនាំកំពូលនៃរបបខ្មែរក្រហមហេតុអ្វីគួរកត់សម្គាល់ថាសាឡុតសបានដាក់ឈ្មោះខ្លួនឯងក្រោមអត្ថបទនោះថាខ្មែរដើមធ្វើដូច្នេះសាឡុតសប្រកាន់ខ្ជាប់នៅចរិតផ្ទាល់ខ្លួនមួយដែលក្រោយមកคล้ายជាចរិតនយោបាយមួយរបស់ខ្លួននោះគឺការសម្ងាត់ដែលត្រូវតែលាក់ជាចាំបាច់មិនតែប៉ុណ្ណោះហេតុដែលសាឡុតសហៅខ្លួនឯងថាជាខ្មែរដើមក៏ស្ដែងឲ្យឃើញដែរថាអនាគតមេដឹកនាំកំពូលខ្មែរក្រហមមួយរូបនេះជាអ្នកជាតិនិយមជ្រុលបានន័យថាសម្រាប់សាឡុតសខ្មែរដើមមានន័យថាខ្មែរសុទ្ធគឺជាជនជាតិមួយខ្លាំងពូកែរហូតដល់ចេះសាងសង់អង្គរវត្តគឺជាជនជាតិមួយស្អាតស្អំនិងស្លូតបូតមិនចេះកេងប្រវ័ញ្ចនិងមិនចេះជិះជាន់គេនិយាយរួមគឺមិនដូចពួកបរទេសអាប្រៃបារាំងចាមចិនយួនឬក៏មិនដូចខ្មែរដែលមានឈាមលាយឡំពូជសាសន៍ដោយឡែកនៅក្នុងអត្ថបទ Monarchie ou démocratie រាជានិយមឬប្រជាធិបតេយ្យសរសេរក្នុងឆ្នាំ1952នោះសាឡុតសបានចោទត្រង់ទៅលើរបបរាជានិយមថាជាអ្នកទទួលខុសត្រូវចំពោះភាពក្រីក្រនិងទុក្ខវេទនារបស់រាស្ត្រខ្មែរសាឡុតសបានសរសេរជាអាថាប្រជារាស្ត្រធ្លាក់ខ្លួនក្ររស់ទាំងត្រដរដូចសត្វធាតុប្រជារាស្ត្រដែលត្រូវគេចាត់ទុកជាពួកខ្ញុំគេត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីចិញ្ចឹមរាជានិយមផ្ដាច់ការនិងពួកអាមេអាថោងធ្ងន់ធ្ងរជាងនេះទៅទៀតសាឡុតសបានសរសេរចោទថារាជានិយមជាសត្រូវរបស់សាសនានិងជាសត្រូវរបស់ចំណេះដឹងត្រង់នេះគូបើកវងក្រចកគូបញ្ជាក់បន្តិចថាជាង20ឆ្នាំក្រោយមកគឺនៅឆ្នាំ1975របបខ្មែរក្រហមខ្លួនឯងទេតើពួកមេខ្មែរក្រហមខ្លួនឯងទេតើសាឡុតសខ្លួនឯងទេតើដែលជាសត្រូវរបស់សាសនានិងជាសត្រូវរបស់ចំណេះដឹងតាមរយៈវិធានការនយោបាយផ្សឹកព្រះសង្ឃបំផ្លាញវត្តអារាមបិទសាលារៀននិងសម្លាប់អ្នកចេះដឹងយ៉ាងណាក៏ដោយពីអត្ថបទសរសេរនៅឆ្នាំ1952នេះរបស់សាឡុតសគេឃើញលេចធ្លោឡើងនៅសមានចិត្តរបស់សាឡុតសចំពោះលទ្ធិប្រជាធិបតេយ្យតាមរយៈអត្ថបទរបស់ខ្លួន Monarchie ou démocratie រាជានិយមឬប្រជាធិបតេយ្យសរសេរនៅឆ្នាំ1952នេះសាឡុតសហាក់ដូចជាបង្ហាញឲ្យឃើញថាខ្លួនមានគោលដៅមួយរួចស្រេចទៅហើយនោះគឺការធ្វើបដិវត្តន៍រំលំរបបរាជានិយមដោយប្រជារាស្ត្របារាំងបានធ្វើនៅឆ្នាំ1789និងដោយសុនយ៉ាត់សិនបានធ្វើនៅស្រុកចិនក្នុងឆ្នាំ1924នេះរួមពីការវិភាគទៅលើសំណេរដូចជាអត្ថបទនានានិងនិក្ខេបបទក្នុងទសវត្សរ៍1950នៅស្រុកបារាំងរបស់ពួកនិស្សិតមួយក្រុមដែលជាង20ឆ្នាំក្រោយមកคล้ายទៅជាពួកមេខ្មែរក្រហមគេអាចទាញសេចក្តីសន្និដ្ឋានមួយចំនួនទី1កាលសម័យនោះជាទូទៅពួកអនាគតមេខ្មែរក្រហមបានคล้ายជាកុម្មុយនីសឬយ៉ាងហោចណាស់បានคล้ายជាអ្នកចេះដឹងដែលមាននិន្នាការនយោបាយឆ្វេងនិយមប៉ុន្តែជាទូទៅពួកគេភាគច្រើនមិនទាន់មានគំនិតនៅឡើយទេថាតើត្រូវជួលប្រឡូកក្នុងឆាកនយោបាយខ្មែរនៅពេលណាតាមបែបវិធីណានិងដើម្បីអ្វីពិតប្រាកដទី2ប្រហែលជាមានតែសាឡុតសម្នាក់គត់ដែលចាស់គំនិតនយោបាយជាងគេនៅស្រុកបារាំងក្នុងទសវត្សរ៍1950ត្រង់នេះ
សំណេរតែមួយអត្ថបទប៉ុណ្ណោះរបស់សាឡុតសបង្ហាញថាបុរសនេះដែលក្រោយមកត្រូវគេស្គាល់ថាជាពលពតមានបំណងចង់ធ្វើបដិវត្តហិង្សាដើម្បីបណ្ដេញអាណានិគមបារាំងចេញពីស្រុកខ្មែរនិងដើម្បីកំទេចរាជានិយមពួកអនាគតមេខ្មែរក្រហមទាំងនេះរួមមានជាអាចសាឡុតសអៀងសារីហ៊ូយុនខៀវសំផនសុនសេនលក្ខនិងលក្ខដែលជាបណ្ដាបានចាកចេញពីស្រុកបារាំងនិងបានត្រឡប់ទៅស្រុកខ្មែរវិញសុទ្ធតែជួលធ្វើនយោបាយឬធ្វើគ្រូបង្រៀនជាបឋមមុននឹងរត់ជួលព្រៃធ្វើបដិវត្តដោយបានលើកឡើងរួចហើយថានៅឆ្នាំ1951 1952នៅពេលដែលពួកអនាគតមេខ្មែរក្រហមសាឡុតសអៀងសារីហ៊ូយុនខៀវសំផនលក្ខនិងលក្ខកំពុងស្នាក់ឬកំពុងសិក្សានៅស្រុកបារាំងនៅកម្ពុជានេះឆាកនយោបាយចាប់ផ្ដើមរង្គោះរង្គើខ្លាំងហេតុអ្វីមែនទៅក្រោយពីអាញាធរអាណានិគមបារាំងបានសម្រេចអនុញ្ញាតជាលើកទី1បង្អស់ឲ្យខ្មែរបង្កើតគណៈបកនយោបាយនៅឆ្នាំ1946រួចមកបកប្រជាធិបតេយ្យដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆាកនយោបាយខ្មែរត្បិតបកនេះបានឈ្នះឆ្នោតនៅឆ្នាំ1946និងបានទទួលជោគជ័យដ៏សម្បើមអស្ចារ្យជាថ្មីម្ដងទៀតនៅឆ្នាំ1951ម្ល៉េះហើយក្រោមការផ្ដួចផ្ដើមនៃរដ្ឋាភិបាលដែលដឹកនាំដោយបកប្រជាធិបតេយ្យរបបនយោបាយនៃប្រទេសកម្ពុជាបានផ្ដើមคลายបណ្ដើទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចមានរដ្ឋធម្មនុញ្ញឆ្នាំ1947ជាឧទាហរណ៍ជាក់ស្ដែងស្រាប់និយាយបែបផ្សេងព្រះមហាក្សត្រកាលនោះគឺសម្ដេចសៀនុពុំមានអំណាចធំធេងដោយក្សត្រខ្មែរសម័យទេវរាជទៀតទេកំណែនៅឆ្នាំ1952សម្ដេចសៀនុទ្រង់បានសម្រេចចិត្តក្រសោបយកអំណាចមកក្តាប់ដែលហេតុតែមានអស្ថិរភាពនយោបាយនៅក្នុងប្រទេសកាលនោះនៅពេលដែលបកប្រជាធិបតេយ្យកំពុងគ្រប់គ្រងប្រទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលហ៊ុយកន្ថុលស្រាប់តែបកប្រជាធិបតេយ្យដដែលមួយនេះបានដឹកនាំបាតុកម្មមួយចំនួនប្រឆាំងនឹងអាណានិគមបារាំងដូចជានៅភ្នំពេញនៅបាត់ដំបងនិងនៅកំពង់ចាមចូលរួមដឹកនាំបាតុកម្មទាំងនេះគេឃើញមាននៅភ្នំពេញហ៊ូនឹមនិងនៅបាត់ដំបងវ៉ុនវ៉េតហ៊ូនឹមនិងវ៉ុនវ៉េតកាលសម័យនោះជាសកម្មជនបកប្រជាធិបតេយ្យនិងក្រោយមកคล้ายជាមេខ្មែរក្រហមដូចពួកសាឡុតសអៀងសារីហ៊ូយុននិងខៀវសំផនដែរទន្ទឹមនេះនៅឆ្នាំ1952ដដែលនោះនៅពេលដែលបាតុកម្មកំពុងកើតឡើងពួកអ្នកនយោបាយមួយក្រុមដែលប្រឆាំងនឹងបកប្រជាធិបតេយ្យដូចជាយ៉ែមសម្បូរជាដើមបានឆ្លៀតទាមទារឲ្យរំលាយរដ្ឋាភិបាលហ៊ុយកន្ថុលនិងរដ្ឋសភាចោលនៅក្នុងកាលៈទេសៈនេះនិងនៅពេលដែលកងទ័ពបារាំងចេញធ្វើសកម្មភាពនៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញសម្ដេចសៀនុទ្រង់ក៏បានសម្រេចរំលាយរដ្ឋាភិបាលបកប្រជាធិបតេយ្យចោលនៅថ្ងៃទី15មិថុនាឆ្នាំ1952ហើយក្រសោបយកអំណាចទាំងអស់មកកាន់ផ្ទាល់ព្រះអង្គតែម្ដងដោយឡែកនៅក្នុងព្រៃឯណោះវិញក្នុងឆ្នាំ1951ហ៊ូជីមិញបានសម្រេចបំបែកបកកុម្មុយនីសឥណ្ឌូចិនឲ្យទៅជា3ដើម្បីឲ្យមានបកកុម្មុយនីសផ្ទាល់សម្រាប់ប្រទេសនីមួយៗនៅក្នុងដែនដីឥណ្ឌូចិនតែម្ដងគឺនៅពេលនោះហើយនិយាយចំគឺនៅថ្ងៃទី28មិថុនាឆ្នាំ1951ដែលពួកមេដឹកនាំខ្មែរវៀតមិញបានបង្កើតបកកុម្មុយនីសមួយឡើងសម្រាប់ស្រុកខ្មែរឈ្មោះបកប្រជាជនបដិវត្តន៍កម្ពុជាដឹកនាំដោយសឺងងុកមិញជាប្រធានទូសមិទ្ធជាអនុប្រធាននិងសៀវហេងជាអគ្គលេខាធិការនេះរួមគ្មានអនាគតមេខ្មែរក្រហមណាម្នាក់ដែលកាលនោះកំពុងសិក្សានៅស្រុកបារាំងបានចូលរួមបង្កើតបកប្រជាជនបដិវត្តន៍ខ្មែរឡើយ
គឺប្រហែលមកពីមូលហេតុអញ្ចឹងហើយនឹងក្នុងគោលដៅលាក់បាំងថាកុម្មុយនីសខ្មែរមានឫសគល់ចេញពីបកកុម្មុយនីសឥណ្ឌូចិនរបស់ហ៊ូជីមីញបានជាក្រោយមកសាឡុតសនិងបកពួករបស់ខ្លួនមិនដែលទទួលស្គាល់ឡើយថាឆ្នាំ1951នឹងបកប្រជាជនបដិវត្តន៍កម្ពុជាជាប្រភពដើមនៃកុម្មុយនីសខ្មែរឆ្នាំ1953 1954គឺជារបត់មួយសំខាន់សម្រាប់ប្រវត្តិសាស្ត្រកម្ពុជាសម្រាប់ចលនាកុម្មុយនីសខ្មែរនិងសម្រាប់ជីវិតអនាគតនយោបាយរបស់សាឡុតសដែលបានវិលពីបារាំងមកដល់ស្រុកខ្មែរវិញខណៈដែលពួកអនាគតមេខ្មែរក្រហមដទៃផ្សេងដូចជាអៀងសេរីហ៊ូយុននិងឃីវសំផនជាដើមកំពុងបន្តស្នាក់នៅស្រុកបារាំងតទៅទៀតនៅឆ្នាំ1953នោះពេលត្រឡប់ពីស្រុកបារាំងមកវិញសាឡុតសមិនទាន់ចូលមកក្នុងប្រទេសកម្ពុជាភ្លាមទេតែសម្រេចស្នាក់នៅប្រទេសវៀតណាមនិងនៅក្នុងព្រៃមួយរយៈពេលសិនដើម្បីតាក់ទងចលនាអ៊ីស្រាអែលខ្មែរដើម្បីតាក់ទងពួកខ្មែរវៀតមិញនិងដើម្បីចុះចូលជាសមាជិកនៃបកប្រជាជនបដិវត្តន៍កម្ពុជាដែលមែនទែនទៅនៅបន្តស្ថិតក្រោមឥទ្ធិពលរបស់ពួកកុម្មុយនីសវៀតណាមដដែលធ្វើដូចនេះសាឡុតសដែលកាលនោះមានអាយុ28ឆ្នាំប្រហែលជាគិតថាខ្លួនអាចនឹងត្រូវតែងតាំងជាអ្នកដឹកនាំកុម្មុយនីសខ្មែរម្នាក់ដ៏សំខាន់ត្បិតខ្លួនជានិស្សិតខ្មែរម្នាក់មកពីស្រុកបារាំងប៉ុន្តែសម្រេចសម្រួចទៅពួកកុម្មុយនីសវៀតណាមបែរជាយកសាឡុតសទៅលុតដំឲ្យបោះផ្ទះលៀងបង្គន់ចាក់សម្រាមនិងឲ្យរៀនសូត្រឡើងវិញយ៉ាងណាមិញដោយសារតែខ្លួនបានចូលស្នាក់នៅប្រទេសវៀតណាមមួយរយៈពេលកាលសម័យនោះសាឡុតសផ្ដើមคลายបន្តិចម្ដងទៅជាមនុស្សគន្លឹះដែលមានប្រៀបជាងគេបង្អស់ក្នុងចំណោមពួកអនាគតមេខ្មែរក្រហមម្យ៉ាងពីព្រោះសាឡុតសជាអ្នកចេះដឹងឬជាបញ្ញវន្តខ្មែរទីមួយបង្អស់កថាបានដែលមានទំនាក់ទំនងជាមួយពួកខ្មែរវៀតមិញនិងពួកអ៊ីស្រាអែលខ្មែរនៅក្នុងព្រៃឧទាហរណ៍សាឡុតសคล้ายជាមនុស្សចំណិតរបស់ទូសម្បត្តិដែលជាអនុប្រធាននៃបកប្រជាជនបដិវត្តន៍កម្ពុជានិងបានស្គាល់នួនជាតាំងពីពេលនោះមកម្យ៉ាងទៀតពីព្រោះសាឡុតសស្គាល់សឹងទាំងអស់ពួកនិស្សិតកុម្មុយនីសនៅស្រុកបារាំងហើយម្យ៉ាងចុងក្រោយពីព្រោះក៏ដូចពួកនិស្សិតខ្មែរកុម្មុយនីសនៅស្រុកបារាំងដែរសាឡុតសមានទំនាក់ទំនងជាមួយសមាជិកមួយចំនួននៃបកប្រជាធិបតេយ្យនៅក្នុងប្រទេសក៏ប៉ុន្តែនៅឆ្នាំ1953ក្នុងពេលដែលសាឡុតសកំពុងនឹកមមីចង់ដើរតួនាទីសំខាន់ក្នុងជួរកុម្មុយនីសនៃបកប្រជាជនបដិវត្តន៍កម្ពុជាជាអាចតាមរយៈការធ្វើបដិវត្តន៍និងការធ្វើសង្គ្រាមដើម្បីបណ្ដេញបារាំងចេញពីស្រុកខ្មែរស្រាប់តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកើតឡើងនៅកម្ពុជានៅខែកុម្ភៈឆ្នាំ1953ព្រះមហាក្សត្រខ្មែរនរោត្តមសីហនុជ្រោមជ្រែងដោយពួកបញ្ញវន្តខ្មែរដែលមាននានាការអភិរក្សនិយមឬស្ដាំនិយមដូចជាប៉ែននុតនិងសមសេរីជាដើមផ្ដើមព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យពីបារាំងតាមផ្លូវច្បាប់ព្រះរាជបូជនីយកិច្ចដ៏សកម្មនិងដ៏សស្រាក់សស្រាំនេះនឹងនៅទីបំផុតការប្រកាសឯករាជ្យកម្ពុជានៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953ដោយព្រះមហាក្សត្រខ្មែរនរោត្តមសីហនុគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសែនសំខាន់សម្រាប់កម្ពុជាប៉ុន្តែទន្ទឹមនេះវាក៏ធ្វើឲ្យចលនាកុម្មុយនីសខ្មែរត្រូវប្រឈមមុខនឹងរបត់មួយប្រកបដោយគ្រោះថ្នាក់ដែរហេតុអ្វីពីព្រោះទី1វាបណ្ដាលឲ្យបុព្វហេតុនៃបកប្រជាជនបដិវត្តន៍កម្ពុជាដែលទាមទារឯករាជ្យតាមរយៈការតស៊ូប្រដាប់អាវុធអស់ន័យពីព្រោះទី2សន្និសីទទីក្រុងហ្សឺណែវខែកក្កដាឆ្នាំ1954ដែលបិទបញ្ចប់ជាផ្លូវការសង្គ្រាមនៅឥណ្ឌូចិនប្រឆាំងនឹងអាណានិគមបារាំងហាមជាអាចឈប់ឲ្យមានតទៅទៀតឡើយចលនាតស៊ូប្រដាប់អាវុធនៅលើទឹកដីកម្ពុជាគឺនៅក្នុងកលៈទេសៈនេះហើយ
ដែលពួកកុម្មុយនីសខ្មែរនៅក្នុងជួរបកប្រជាជនបដិវត្តន៍កម្ពុជាត្រូវបែកខ្ញែកជា3ក្រុមក្រុមទី1ដែលគេអាចនិយាយបានថាជាពួកខ្មែរវៀតមិញឆ្អិនឆ្អៅនិងដែលដឹកនាំដោយសឿនងុកមិញកៅមុនីមេភូរតសមឿនព្រមទាំងយុទ្ធជនប្រមាណជាង 2000 នាក់បានសម្រេចចិត្តវិលត្រឡប់ទៅរស់នៅវៀតណាមក្នុងក្រុមទី1នេះមានវត្តមានរបស់ប៉ែនសវណ្ណដែលកាលនោះទើបតែមានអាយុ18ឆ្នាំក្រុមទី2ដែលដឹកនាំដោយនូនស៊ូនកែវមាសនិងប៉ែនយុទ្ធជាដើមបានបង្កើតគណៈបកស្របច្បាប់មួយក្រោមឈ្មោះថាប្រជាជននៅក្នុងប្រទេសកម្ពុជាដើម្បីត្រៀមចូលរួមបោះឆ្នោតសភាឆ្នាំ1955រាយក្រុមទី3ដែលដឹកនាំដោយទូសមិទ្ធសៀវហេងនួនជាសៅភឹមនិងណៃសារ៉នសម្រាប់ចិត្តធ្វើសកម្មភាពលួចលាក់នៅក្នុងទូទាំងប្រទេសនៅក្នុងក្រុមទី3នេះក៏មានដែរសាឡុតសដែលជាមនុស្សជំនិតរបស់ទូសមិទ្ធក្រោយពីព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុទ្រង់បានទាមទារនឹងទទួលបានឯករាជ្យពីបារាំងដោយមិនចាំបាច់ធ្វើសង្គ្រាមនៅថ្ងៃ9វិច្ឆិកា1953និងក្រោយសន្និសីទទីក្រុងហ្សឺណែវខែកក្កដាឆ្នាំ1954ដែលបានបិទបញ្ចប់សង្គ្រាមឥណ្ឌូចិនទី1រវាងពួកកុម្មុយនីសឥណ្ឌូចិននិងកងទ័ពអាណានិគមបារាំងបុព្វហេតុសឹកនិងមូលហេតុនយោបាយរបស់ពួកកុម្មុយនីសខ្មែរវៀតមិញត្រូវអស់នៃរលីងមិនតែប៉ុណ្ណោះចាប់ពីឆ្នាំ1954ទៅចលនាកុម្មុយនីសខ្មែរដែលជាទូទៅមានឫសគល់ចេញពីបកកុម្មុយនីសឥណ្ឌូចិនរបស់ហ៊ូជីមិញស្ថិតក្នុងស្ថានភាពមួយត្រដាបត្រដួលខ្លាំងនិងតាមមើលទៅដូចជាគ្មានអនាគតនយោបាយទាល់តែសោះឯណាទៅអនាគតនយោបាយរបស់ពួកគេនេះពេលដែលប្រជារាស្ត្រខ្មែរកំពុងគាំទ្រពេញទំហឹងនិងកំពុងស្រឡាញ់ពេញចិត្តពេញថ្លើមយ៉ាងខ្លាំងព្រះបាទនរោត្តមសីហនុដែលបានក្លាយជាបិតានៃឯករាជ្យជាតិចាប់ពីឆ្នាំ1954ទៅសាឡុតសក៏អស់សង្ឃឹមខ្លាំងណាស់ដែរហេតុអ្វីពីព្រោះដូចបានលើកឡើងរួចហើយថាសាឡុតសដែលបានវិលពីស្រុកបារាំងមកវិញនៅដើមឆ្នាំ1953បានទៅចុះជួលជាមួយពួកកុម្មុយនីសខ្មែរវៀតមិញដើម្បីផ្ដើមធ្វើបដិវត្តហិង្សាក្នុងគោលដៅបណ្ដេញបារាំងចេញពីស្រុកខ្មែរជាបឋមនិងក្នុងគោលដៅរំលំរបបរាជានិយមក្រោយមកទៀតប៉ុន្តែនៅទីបំផុតសាឡុតសមិនទាន់បានធ្វើអ្វីផងស្រាប់តែកម្ពុជាទទួលបានឯករាជ្យដោយសារព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តមសីហនុម្ល៉េះហើយបន្តមកទៀតតើទៅបញ្ចុះបញ្ចូលអ្នកណាគេឲ្យមកធ្វើបដិវត្តរំលំរបបរាជានិយមនៅពេលដែលរាជខ្មែរពេញមួយនគរកំពុងលើកដង្កើងព្រះមហាក្សត្រក៏មិនដែរដូចបានលើកឡើងរួចហើយថាសាឡុតសមិនបានបោះបង់ចោលការតស៊ូរបស់ខ្លួនឡើយដោយបានជ្រើសរើសបញ្ចូលខ្លួនទៅក្នុងក្រុមខ្មែរកុម្មុយនីសដែលដឹកនាំដោយពួកទូសមិទ្ធសៀវហេងសៅភឹមនិងនួនជាក្រោយសន្និសីទទីក្រុងហ្សឺណែវខែកក្កដាឆ្នាំ1954សូមរំលឹកឡើងវិញថាកាលនោះពួកកុម្មុយនីសខ្មែរវៀតមិញនៅក្នុងជួរបកប្រជាជនបដិវត្តន៍កម្ពុជាបានបែកខ្ញែកជា3ក្រុមក្រុមទី1ដែលជាពួកខ្មែរវៀតមិញឆ្អិនឆ្អៅជាងគេនិងដែលដឹកនាំដោយសឿនងុកមិញកែវមនីមេភូនិងរតសមឿនបានសម្រេចចិត្តទៅរស់នៅប្រទេសវៀតណាមក្រុមទី2ជាពួកដែលដឹកនាំដោយទូសមិទ្ធសៀវហេងសៅភឹមនិងនួនជាការដែលសាឡុតសសម្រេចចិត្តដើរតាមពួកកុម្មុយនីសរបស់ទូសមិទ្ធគឺមកពីក្រុមនេះបន្តរក្សាបកប្រជាជនបដិវត្តន៍កម្ពុជានិងបន្តសកម្មភាពលួចលាក់មិនស្របច្បាប់តទៅទៀតរាយក្រុមទី3ដឹកនាំដោយកែវមាសនូនស៊ូននិងប៉ែនយុទ្ធបានបង្កើតបកស្របច្បាប់មួយឈ្មោះបកប្រជាជនដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតសភាឆ្នាំ1955
នៅក្នុងបរិបទថ្មីនេះនិងក្នុងគោលដៅចូលរួមបោះឆ្នោតសភាឆ្នាំ1955ពួកកុម្មុយនីសខ្មែរវៀតមីញមួយចំនួនបានប្រមូលផ្ដុំគ្នាជាពិសេសនៅជុំវិញបកប្រជាជននិងបកប្រជាធិបតេយ្យកាលនោះពួកអនាគតមេខ្មែរក្រហមភាគច្រើនដូចជាអៀងសេរីខៀវសំផននិងហ៊ូយុនជាដើមមិនទាន់ត្រឡប់ពីបារាំងវិញនៅឡើយទេផ្ទុយទៅវិញកេងវ៉ាន់សាក់ដែលជាអ្នកឆ្វេងនិយមនិងជួនមុំដែលជាអ្នកកុម្មុយនីសនិយមបានមកដល់ស្រុកខ្មែរវិញហើយនិងបានក្លាយជាមេដឹកនាំសំខាន់នៃបកប្រជា